មេដឹកនាំចិនប្រកាសគាំទ្រការអភិវឌ្ឍរបស់កម្ពុជារួមទាំងគម្រោងព្រះជ័យហ្វូណនរាជធានីភ្នំពេញឈើលើទឹកដីកម្ពុជាប្រមុខដឹកនាំកម្ពុជាចិនលោកស៊ីជីនពីងបានប្រាប់ថ្នាក់ដឹកនាំកម្ពុជាថាចិនគាំទ្រការអភិវឌ្ឍរបស់កម្ពុជាជាពិសេសគម្រោងព្រះជ័យហ្វូណនតេជោដែលកំពុងដំណើរការសាងសង់ជំហរគាំទ្រនេះលោកប្រធានាធិបតីស៊ីជីនពីងក៏បានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាកាលពីរសៀលថ្ងៃទី17មេសាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិនជាពិសេសការប្រស័យតាក់ទងគ្នាជាញឹកញាប់គ្រប់កម្រិតនិងគ្រប់វិស័យដែលបង្ហាញពីសាមគ្គីភាពជាប្រពៃណីនិងបង្កើនការកសាងទំនុកចិត្តនយោបាយកម្រិតខ្ពស់បំផុតដោយឈរលើគោលការណ៍ស្មារតីគ្នាគោរពផលប្រយោជន៍ស្នូលទៅវិញទៅមកនិងប្រឆាំងរាល់ការជ្រៀតជ្រែកពីខាងក្រៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរវត្តមានប្រធានាធិបតីចិននៅកម្ពុជានាពេលនេះបានបង្ហាញពីចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំពង្រឹងមិត្តភាពដៃថែបលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋនិងរដ្ឋរវាងបកនិងបកឲ្យកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀតសម្ដេចតេជោបានស្នើឲ្យភាគីចិនបន្តការគាំទ្រការអភិវឌ្ឍក្នុងប្រទេសកម្ពុជានិងជួយជ្រោមជ្រែងបន្ថែមទៀតដល់កម្ពុជាក្នុងការអភិវឌ្ឍប្រធានាធិបតីលោកស៊ីជីនពីងបានឆ្លើយតបទៅនឹងសំណើរបស់សម្ដេចតេជោហ៊ុនសែនភាគីចិនគឺគាំទ្រកម្ពុជាជាពិសេសគាំទ្រចំពោះព្រះជ័យហ្វូណនតេជោហើយភាគីចិនគាំទ្រគំនិតផ្ដួចផ្ដើមការសាងសង់ព្រះជ័យហ្វូណននេះលោកស៊ីជីនពីងបានបញ្ជាក់បន្ថែមទៀតថាភាគីចិននិងកម្ពុជានឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខ័ណ្ឌគណៈបកនិងក្របខ័ណ្ឌរាជរដ្ឋាភិបាលហើយរដ្ឋាភិបាលចិននឹងជួយបណ្ដុះបណ្ដាលធនធានមនុស្សធនធានក្នុងគណៈបកប្រជាជនកម្ពុជានិងធនធានក្នុងរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានសម្ដែងការត្រេកអរដែលមេដឹកនាំកម្ពុជាចិនបានបង្ហាញការគាំទ្រការកសាងព្រះជ័យហ្វូណនតេជោខណៈព្រះជ័យនេះមានសារៈសំខាន់បម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាហើយជាផលចំណេញសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរបន្ថែមទៀតសូមជម្រាបជូនថាក្នុងអំឡុងពេលលោកស៊ីជីនពីងកំពុងតែបំពេញទស្សនកិច្ចនៅកម្ពុជាកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកចម្រុះស្ថិតនៅក្នុងគម្រោងព្រះជ័យហ្វូណនតេជោត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលអនុប្រធានទី1នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាតំណាងរាជរដ្ឋាភិបាលកម្ពុជានិងលោកវ៉ាងតុងជៅប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិននៅមានឯកសារចំនួន37ផ្សេងទៀតដែលត្រូវបានចុះហត្ថលេខារួមគ្នារវាងកម្ពុជាចិននាក្នុងអំឡុងពេលលោកស៊ីជីនពីងបានបំពេញទស្សនកិច្ចនៅកម្ពុជាឯកសារចំនួន37នោះផ្ដោតលើវិស័យពាណិជ្ជកម្មវិស័យអប់រំវិស័យហិរញ្ញវត្ថុវិស័យព័ត៌មានវិស័យកសិកម្មវិស័យសុខាភិបាលវិស័យធនធានទឹកវិស័យទេសចរណ៍និងវិស័យកិច្ចការនារីជាដើម